Chắcនៅក្នុងថ្ងៃនេះយើងចូលមេរៀនរបស់យើងតាក់ទងជាមួយនឹងការរៀនគូសនៅ Taper section បាទ Taper section ដែលជាប្រភេទ BF section ហ្នឹងបើសិនជាមុខកាត់ត្រង់ខ្ញុំគិតថាគឺយើងអាចនឹងងាយស្រួលក្នុងការគូសឯងដូចដែក hot roll ដែលជាមុខកាត់មានស្រាប់ហ្នឹងអញ្ចឹងដល់ពេលបើសិនជាយើងមាន design ជាលក្ខណៈ Taper អញ្ចឹងហ្នឹងហើយអញ្ចឹងក៏យើងដឹងថាflow ខ្លះថាបើសិនជារបៀបនៃការគូស BF ហ្នឹងយើងគូសបែបម៉េចដើម្បីអាចបានមុខកាត់ហ្នឹងហើយខ្ញុំសុំតិចអត់បងសុវណ្ណខ្ញុំដាក់ស្នើទៅគាត់តែបង clear តែអត់ឃើញគាត់ process មកបងសុវណ្ណណាបងអូធ្វើឯណាបងដូចជាបងសានីគាត់ធ្វើចិត្តហើយស្អែកប្រហែលហើយបងបាទបាទតោះជាស្រេចគ្នាយើងតោះយើងតទៅមុខទៀតតើតោងជាមួយនឹង taper ហ្នឹងដើម្បីយើងតង់គូសរូបរាង taper ហ្នឹងបានយើងត្រូវដឹងមុខកាត់ពីខាងរបស់ខាងនេះវិញបាទពីខាង design ថាគាត់ design ទំហំមុខកាត់ហ្នឹងប៉ុណ្ណាបាទអញ្ចឹងឧទាហរណ៍ដូចproject របស់យើងដែលនឹងត្រូវធ្វើនេះអញ្ចឹងបាទសម្រាប់អក្សរហ្នឹងគឺសម្រាប់មុខកាត់របស់វាបាទគេឲ្យស្លាប6មានក្នុងនិងមានក្រៅហើយនឹងពោះវា8លីនេះជាមួយខ្ញុំសរសេរមុខកាត់ឲ្យអានេះក្នុងករណីដែលយើងបានមុខកាត់ហ្នឹងពីខាង design ដែលគាត់ឲ្យយើងសម្រាប់ធ្វើការគូឬក៏យើងអ្នក design ខ្លួនឯងបាទអញ្ចឹងយើងក៏ត្រូវដឹងថាទំហំវាប៉ុណ្ណាដែរកន្លែងហ្នឹងអញ្ចឹងដូចកន្លែងនេះទៀតថាខ្ញុំដាក់ពី64នេះខ្ញុំមើលគោលនេះមកពី64ហើយចំពោះសាច់ taper ជាទូទៅគេអាចយកសាច់ខាងក្រៅកន្លែងនេះវាគេយកប្រហែល5 13អញ្ចឹងគេបាទគេដាក់អញ្ចឹងមកទៀតថាពី64មុខរៀងប្រែប្រួលវាទៅ5 13តមកអាចថាបិទពងកញ្ចក់មកវិញទៅគេដាក់សញ្ញាគុណដើម្បីដឹងថាតឹងស្លាបប៉ុណ្ណាអញ្ចឹងតឹងស្លាបតសរបស់យើងនេះគឺ180ហើយបើមានស្លាបក្នុងស្លាបក្រៅទៀតអញ្ចឹងស្លាបក្នុងស្លាបក្រៅបងប្អូនអាចដាក់បាទ6 8ឬ8 6បានទៅអាចដាក់8 6ទៅឬក៏ទៀតដាក់ចេះsorry 6 8ប៉ុន្តែកន្លែងនេះយើងអាចដាក់មួយទៀតដែរបាទយើងដាក់គុណនឹង5អញ្ចឹងចំពោះកន្លែងនេះគេសំដៅទៅលើបាទbarrier section អញ្ចឹងបាទនេះតែពេលកន្លែងនេះតែប៉ុន្តែវាអាស្រ័យទៅលើគ្នាយើងចំណាំខ្លួនឯងដែរទេថាយើងចង់កំណត់បែបណាដាក់មួយណាមុន web signal អញ្ចឹងទៅសម្រាប់មកដល់នេះបាទទៅតឹងស្លាបអានេះតែសារតែយើង design ហ្នឹងវាមានបាទស្លាបក្នុងនិងស្លាបក្រៅយើង design ដើម្បីធ្វើការ optimize បុកកាត់ហ្នឹងបាទកុំឲ្យវាធំពេកអញ្ចឹងគេត្រូវ design ថាឆ្លាស់ស្លាបបាទមានស្លាបក្នុងស្លាបក្រៅអញ្ចឹងទៅវាធ្វើឲ្យគីឡូដែកដែល design ហ្នឹងវាអត់សូវធំពេកអញ្ចឹងអានេះគឺជាបាទអត្ថន័យដែលយើងបានសរសេរហ្នឹងបាទអានេះដូចជា B ហាស់ហ្នឹងបាទពីសាច់កពស់ខាងក្រៅបាទយើងអាចដាក់អញ្ចឹងទៅគឺគិតសាច់ក្រៅហ្នឹងមានន័យថា264ក៏សាច់ក្រៅបាទ513ក៏សាច់ក្រៅដែរអូខេអញ្ចឹងអានេះវាមានប៉ុណ្ណឹងខ្ញុំអាចថាមូទៅក្រៅហ្នឹងហើយតទៅទៀតដូចប្រភេទមុខកាត់នេះអញ្ចឹងប្រភេទមុខកាត់នេះគឺយើងមានតែស្លាប6លី1លីដូចគ្នាទេពេល taper នេះបាទយើងដាក់មកបោះពីខាងនេះមកវិញ5 12សាច់ខាងក្រៅមកដល់នេះ266តែមែនតើទៅវាតែ260ហើយទាំងអស់គ្នាដាក់260មកអូខេ180អានេះស្លាបលើក៏6លីដែរស្លាបខាងក្រោមដូចគ្នាដែរ6លីបាទហើយសម្រាប់ web របស់វាពោះហ្នឹងគឺយើងប្រើ5លីអញ្ចឹងអានេះសម្រាប់មុខកាត់ហើយដល់ឡែកតទៅជាមួយនឹងដៃ e ខាងលើនេះនៅក្នុងមុខកាត់ហ្នឹងគឺយើងប្រើ e 150បាទហើយចំពោះឈ្មោះវាយើងអាចតាំងមកទីថាអានេះយើងដាក់ EPR 150មកអញ្ចឹង EPR 150ជាទូទៅគេនឹងដឹងថាຂະຫນាត EPR 150ដៃ EC ហ្នឹងរបស់វាប៉ុណ្ណាហើយបើសិនដល់គ្នាដឹងអាចមកមើលនៅក្នុងតារាងមុខកាត់របស់យើងបានដែលខ្ញុំបានតម្លាក់ឲ្យមុនហ្នឹងនេះកាតាឡុកបាទកាតាឡុកនេះនេះអញ្ចឹង E150 វាមានសាច់ពេញ
ហើយនឹងសាច់ស្ទើសាច់ពេញ155ពោះ5D ស្លាប់7ហើយស្ទើsorry ជប់ស្ទើ148ប៉ុន្តែអានេះវាដោយសារគេដាក់100ប៉ុន្តែຂະຫນាត់របស់វាមិន100ទេកន្លែងហ្នឹងសាច់ស្ទើវាដូចជាបាន4លីជាងអញ្ចឹងយើងវាស់នេះមកបាទ150ហើយស្លាប់របស់វាបាទ7លីអានេះអញ្ចឹងគេប្រើអាຂະຫນាត់ពេញហ្នឹងឯងអញ្ចឹងយើងដាក់មក E 150អានេះឈ្មោះវាគេអាចដាក់ជាប្រភេទ MT អញ្ចឹងទៅអានេះបើសិនជាព័ត៌មានដែលគេឲ្យយើងអាចដឹងថាតសទំហំ taper ប៉ុណ្ណឹងពោះ taper ប៉ុណ្ណឹងហើយគេមានជាប្លង់ architect សម្រាប់យើងមើលទៅថាលើសាច់អញ្ចឹងខាងក្រៅគេចេញពីអានេះមកប្រហែលបាទទៀតដល់ដូច3ឲ្យ60អញ្ចឹងទៅព្រោះដោយសារតែកន្លែងនេះគឺយើងមានអញ្ចឹងឥតពីទឹកបាទជាទូទៅអញ្ចឹងឥតរបស់ឃ្លាំងឬក៏ហុងចាក់អីក៏ដោយគេអត់ដែលធ្វើវាជាប់ជាមួយនឹងស្លាបអសដៃទេដើម្បីយើងទុកនៅលើការធ្វើការបោះដៃរបស់យើងដែរហើយមួយទៀតវាជាបាទបច្ចេកទេសមួយរបស់ខាងការឋានដែរដែលតទៅមួយការងារឥតកុំឲ្យវាមានបញ្ហាប្រេះថ្ងៃក្រោយបើមិនជាយើងធ្វើឥតនេះជាប់មួយស្លាបអសពេកយើងអាចនឹងមានសើដែកវាមានរំញងអីតិចតួចវាធ្វើឲ្យប្រេះទៅដល់អញ្ចឹងឥតអញ្ចឹងដល់គ្នាឃើញជាទូទៅអាចថា structure PB standard មួយចំនួនគេអាចធ្វើវាជាប់ជាមួយនឹងស្លាបទេគេត្រូវទុកមានសើសូម្បីតែអាគារក៏ដោយអាគារអញ្ចឹងដែលគេរៀបនៅលើធ្នឹមដើម្បីធ្វើជាអញ្ចឹងរបស់អាគារច្រើនជាន់ហ្នឹងគឺទៅដល់ខាងក្រោមបាត់ធ្នឹមគឺគេអាចដែរធ្វើវាអឹបជាប់ជាមួយនឹងបាត់ធ្នឹមដែកមកដែរបើមិនអញ្ចឹងទេដឹងតែមានបញ្ហាវាប្រេះថ្ងៃក្រោយអញ្ចឹងក្នុង gap វាហ្នឹងបើសិនជាអាគារខ្ញុំអាចថាប្រាប់ពី step ខ្លះបើសិនជាអាគារដូចអានេះធ្នឹមអញ្ចឹងហើយនេះធ្នឹមជាន់ក្រោមតែមកទៀតយើងមានដាក់ខ្ពស់តិចមកបើអត់គេរៀបតែធំនេះទេអាចទុកប្រហែលជា5ហ៊ុនដើម្បីទុកហ្សឺវានៅចន្លោះហ្នឹងគេអាចគៀបជាស្នោវិញហ្នឹងហើយបានគេធ្វើការបោកឬអីទៅអាហ្នឹងតាមបច្ចេកទេសយើងខ្លួនរបស់ខាងការងារដែកបាទដែលយើងអាចនឹងប្រទេសឲ្យការងារហ្នឹងបើសិនជាយើងធ្វើនៅការឋានបាទអញ្ចឹងជាងចាប់ដើមរៀនធ្វើការគូសមកឧទាហរណ៍ថាយើងមាន grid នេះអញ្ចឹងអ្នកនរគ្នាអាចទៅបើករបាទ frame នេះបាននៅក្នុង folder ដែលខ្ញុំបានផ្ញើទៅឲ្យហ្នឹងហើយអាចរៀនគូស taper ហ្នឹងបាននៅក្នុង Telegram ដែលខ្ញុំបានតម្លាក់ដាក់ DWG នេះនេះអញ្ចឹងមើលមកកន្លែង frame section GLP នេះមកអូខេអញ្ចឹងអ្នកនរគ្នាអាច copy grid line នេះដើម្បីរៀន draft ប្រើដែរមកហើយក្នុងករណីមានចម្ងល់អាចសួរខ្ញុំបានអញ្ចឹងខ្ញុំ draft ឲ្យមើលមួយសិនទៀតខ្ញុំ copy វានេះមកទៅនេះទៀតហើយឥឡូវយើងមានតែ grid line ទេហើយព័ត៌មានដែលខាង design ឬក៏យើងអ្នក design ខ្លួនឯងនេះគឺយើងមានមកកាត់ប៉ុណ្ណឹងដែលគាត់ឲ្យព្រោះកុំឲ្យដល់ពេលដែលយើង modeling ហ្មងយើងអត់យល់ថាឥឡូវយើងបាន frame នេះមកពីណាបាទធ្វើម៉េចយើងគូសព័ត៌មាននេះចេញបាទអញ្ចឹងខ្ញុំបង្ហាញពីរបៀបនៃការគូសខ្លះហើយអាចយកទៅរៀនស្វែងយល់ខ្លួនឯងបន្ថែមបាននេះបាទហើយនេះយើងដាក់មកកាត់វាមក ET មួយអញ្ចឹងទៅបាទអានេះប្រើដែក E 200ដូចគ្នាទេចឹងអានេះ150អានេះ200មកកាត់អ្នកគ្នាអាចមើលក្នុងត្រាំមកកាត់បានបាទហើយតម្លៃតកតងជាមួយសិតបច្ចេករបស់យើងនេះគឺយើងប្រើសិត150ចឹងយើងច្អល់ទៀតមកបាទ Perlin អូខេសិត150ចឹងអានេះជាមួយនេះដូចគ្នាអ្នកគ្នាខ្ញុំធ្វើមួយណាក៏បានដែរខ្ញុំ copy grid នេះដាក់នេះមកទៅតោះអញ្ចឹងយើងត្រូវដឹងដំបូងអានេះវា264អានេះ513បាទហើយចំពោះ connection កន្លែងនេះរបស់យើងវាជាព័ត៌មានដែលយើងត្រូវបានពីអ្នក design ឬក៏យើងអ្នក design ដូចគ្នាអញ្ចឹងបាទអញ្ចឹងយើងបាន design មកថាទំហំប៉ុណ្ណារូបរាងវាមិនព្រោះយើង design នៅក្នុង program របស់យើងដូច Idea Statica អីវាប្រកាសជាមានជាលក្ខណៈ 3D ដូចដែលយើងធ្វើនេះអញ្ចឹងបាទមានរូបរាងតស taper មានធ្នឹមអីអញ្ចឹងទៅអានេះក៏ដូចគ្នាដែរអញ្ចឹង connection នេះសិតតែយើងឆ្លងកាត់ការ design ហើយបានដឹងចំនួនប្រឡងបាទអញ្ចឹងយើងចូលមកដល់ខាងនេះយើងចាប់ដើមគូសអញ្ចឹងមកកាត់នេះពី64បែរព្រួលដល់513អញ្ចឹងដំបូងឡើយអ្នកនរគ្នាអាចយកពី64នេះមកចែកជា2សិននៅលើ grid នេះខ្ញុំដូរពណ៌មកខ្ញុំ block នេះមួយសិនអញ្ចឹងខ្ញុំប្រើ X line ខ្ញុំពូដាក់បន្ទាត់ប្រឈមួយមកតោះមកខ្ញុំយក264ចែក2មកអូ sorry offset សិន264ចែក2បាទអញ្ចឹងខ្ញុំ offset មកក្រៅសិនដើម្បីបានយកសាច់ស្លាបខាងក្រៅនេះតែប៉ុន្តែនេះវា200ទៅ200អូខេនេះ130 260អញ្ចឹងខ្ញុំដូរនេះតិច260 130តែខ្ញុំបានស្លាប់ខាងក្រៅហើយដល់ឡែកយើងមើលកន្លែងនេះអានេះជាតកតមួយកម្ពស់ឥត elevation របស់យើងហើយកម្ពស់នេះបើតាមភាសាបច្ចេកទេសនៅក្នុងការងារដែកគេហៅ U high ឬក៏ខ្មែរយើងគេហៅកម្ពស់ជើងរៀងហ្នឹងអញ្ចឹងកន្លែងហ្នឹងវាមានតទឹកមានសញ្ញាមានអីចឹងទៅបាទអញ្ចឹងកម្ពស់នេះគឺ8.8 ម៉ែត្របើជាទូទៅគឺយើងមើលទៅតាមនេះមកមានន័យថាយើងត្រូវគូស foundation ហើយចាំយើង offset មកក្រោមវិញវាអាចលំអៀងខុសគ្នាតិចតួចចំពោះកន្លែងហ្នឹងតោះអញ្ចឹងយើងចាប់